មានបងប្អូនណាខ្លះហៅមុខម្ហូបមួយនេះថាកាពិផាវឬក៏កាពិឃីងចាតែសម្រាប់ខ្ញុំហៅថាកាពិផាវព្រោះខ្ញុំទៅយាយខ្ញុំហៅថាកាពិផាវឥឡូវហ្នឹងកន្លែងមកមើលគ្រឿងផ្សំកាពិផាវរបស់ខ្ញុំមានសាច់ជ្រូកច្រាំដែលខ្ញុំស្រស់ទឹកហើយនេះគឺគល់ក្រីគ្រឿងដែលខ្ញុំបុករួចហើយលាយចូលគ្នាហើយលាយឯសាច់ជ្រូកច្រាំវិញខ្ញុំស្រស់ជាមួយទឹកក្តៅមកពុះចោលដើម្បីសម្អាតជាតិឈាមមុននឹងយកទៅធ្វើម្ហូបរបស់ខ្ញុំឯម្ចាស់នេះគឺត្រីឆ្អើរខ្ញុំបុករួចហើយខ្ញុំយកទៅកិនតែម្ដងចាស់ខ្ញុំអត់បានបុកទេហើយមានទឹកកាពិទឹកអំបិលទុំហើយនឹងប្រេងម្ទេសដែលខ្ញុំឆាខ្លួនឯងហើយខ្ទិះដូងស្តៅដីលីងបុករួចហើយនោះគឺជាបង្គាក្រៀមដែលខ្ញុំកិនរួចហើយដែររីឯស្លឹកក្រូចសើចខ្ញុំដាក់រៀងច្រើនដែរបងប្អូនព្រោះសាច់ខ្ញុំដល់ទៅ3គីឡូណោះហើយមានខ្ទឹមសនិងខ្ទឹមក្រហមចាចិញ្ចាំរួចរាល់ហើយអញ្ចឹងគ្រឿងផ្សំកាពិផាវរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយខ្ញុំចង់ប្រាប់ថាគ្រឿងក្រៅដូចជា seasoning ស្ករសប៊ីចេងខ្ញុំនឹងបង្ហាញទៅតាមក្រោយទៀតជាដំបូងខ្ញុំដាក់ខ្ទឹមសម្លេងរៀងសពបតិចរៀងឡើងឈ្ងុយអត់ឲ្យក្រៀមពេកទេដាក់ខ្ទឹមក្រហមចូលឆាជាមួយនឹងខ្ទឹមសឲ្យរាងគោកដាច់តឹងតិចបើនិយាយទៅឆាខ្ញុំអត់សូវបានជារាងក្រៀមដោយសារខ្ទឹមក្រហមនោះមានជាតិទឹកគ្រឿងក្រៅគល់ក្រីដែលបុករួចហើយដាក់ឆារំលែងជាមួយនឹងខ្ទឹមសខ្ទឹមក្រហមឲ្យរាងឡើងឈ្ងុយគោកតឹងតិចបានខ្ញុំធ្វើការដាក់ខ្ទិះដូងពាក់កណ្ដាលខ្ញុំដាក់តែពាក់កណ្ដាលសិនទេដើម្បីកូរឲ្យឈ្ងុយជាមួយនឹងគ្រឿងក្រៅហ្នឹងណាអញ្ចឹងពាក់កណ្ដាលទៀតខ្ញុំនឹងទុកយកទៅបន្ថែមជាចុងក្រោយតមកដាក់កាពិបងប្អូនចង់ដុតក៏បានឬមិនដុតក៏បានតែខ្ញុំអត់បានដុតទេដោយសារខ្ញុំអត់មានពេលខ្ញុំធ្វើពេលយប់តមកដាក់ប្រេងម្ទេសឆាចូលប្រេងម្ទេសនេះខ្ញុំធ្វើដោយខ្លួនឯងខ្ញុំដាក់ជាកំប៉ុងហៅស្រេចពេលត្រូវការធ្វើម្ហូបខ្ញុំមកលាយគ្រឿងម្ហូបដែលខ្ញុំចង់ធ្វើតមកខ្ញុំធ្វើការដាក់សាច់ជ្រូកហើយសាច់ជ្រូករបស់ខ្ញុំនេះមានចំនួនប្រហែលជាខ្ទង់ជិត3គីឡូខ្ញុំអត់មានស្អីថ្លឹងតែប្រហែលជា3គីឡូចឹងរៀងច្រើនដែរហើយខ្ញុំធ្វើការកូររៀងយូរដែរហើយមុនចាប់ដល់កូរខ្ញុំជុំឲ្យវាបែកសាច់ទេដោយសារសាច់ជ្រូកនេះខ្ញុំសោកទឹកក្តៅបន្ទាប់ពីរំលែងសាច់ជាមួយនឹងគ្រឿងក្រៅបានចូលសព្វគ្រប់អស់ហើយរៀងស្ងួតដាច់ទឹកខ្ញុំបន្ថែមស្ករសចំនួន6សភាស្ករសខ្ញុំដាក់រៀងច្រើនតិចចំនួន6សភាបាយដោយសារសាច់ខ្ញុំមាន3គីឡូដាក់ប៊ីចេងម្សៅស៊ុបចំណែកទឹកត្រីខ្ញុំដាក់3សភាបាយដោយសារតម្រូវទៅនឹងសាច់ជ្រូក3គីឡូតែឆ្អើដែលខ្ញុំរំលែងកិនរួចហើយនឹងជាមួយនឹងបង្គាក្រៀមដែលកិនរួចហើយដាក់ចូលគ្នាតែម្ដងតមកខ្ញុំឆាកូររហូតតតែសាច់ខ្ញុំឃើញថាចូលសពដូចថាដាច់ទឹកតែម្ដងឲ្យស្ងួតបាទខ្ញុំធ្វើការថែមមានទឹកប៉ទុំហើយខ្ទិះដូងដែលនៅសល់ពាក់កណ្ដាលហ្នឹងខ្ញុំចាក់ឲ្យហើយតមកខ្ញុំចាក់ស្តៅដីចាហើយខ្ញុំធ្វើការម្លេងម្ដងទៀតលេងរហូតតតែដាច់ទឹកហើយកាពិផាវនេះបើសិនជាយើងអត់កូរឲ្យរៀងស្ងួតដាច់ទឹកទេគឺយើងទុកអត់បានយូរទេខ្ញុំធ្វើម្ដងខ្ញុំទុកដល់កន្លះឆ្នាំជាងអីដាក់ក្នុងទូទឹកកូរដោយសារខ្ញុំកូរឲ្យគោកដាច់ទឹកអញ្ចឹងណាចាហើយជាចុងក្រោយខ្ញុំបន្ថែមស្លឹកក្រូចសើចខ្ញុំដាក់ច្រើនមែនតើព្រោះស្លឹកក្រូចសើចនោះដាក់ទៅធ្វើអីកាពិផាវយើងមានជាតិឈ្ងុយចាតាមថាត្រូវដាក់ច្រើនជាងនឹងតែដោយសារខ្ញុំអត់សូវមានតែពេលចេញដាក់រួចបានប៉ុណ្ណឹងឯងដាក់កាន់តែច្រើនកាន់តែឆ្ងាញ់ហើយអត់មានធុំក្នុងកពុលអីទេដល់ពីដាក់ក្រូចសើចរួចហើយខ្ញុំឆាប្រហែល6 7ត្រឡប់ទៀតធ្វើការបិទភ្លើងទុកឲ្យត្រជាក់សិនណាបានខ្ញុំដាក់ចូលទឹកក្នុងក្លោហើយពេលដាក់ចូលក្នុងកែវកន្លហើយយើងអាចដាក់ចូលក្នុងទូទឹកកកបានដល់រាប់ខែខ្ញុំដាក់បានដល់5 6ខែពេលណាត្រូវការញ៉ាំចឹងខ្ញុំដួសបន្តិចយកមកកណ្ដាល4កាពិផាវខ្ញុំចេះពីលោកយាយរបស់ខ្ញុំចាកាលខ្ញុំនៅក្មេងជួយអាសាជួយធ្វើគាត់ហើយខ្ទិះដូងគាត់ក្បួនគាត់គឺដាក់2ដងដាក់លើកទី1គាត់កូរយកប្រេងហើយដាក់លើកទី2គឺដាក់ជាមួយនឹងសាច់ធ្វើឲ្យសាច់យើងកាន់តែឈ្ងុយមានជាតិហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំសូមអរគុណបងប្អូនដែលបានតែងតែចូលចិត្តនៅមើលការតាមដានវីដេអូរបស់ខ្ញុំចាបើបងប្អូនគិតថាមានប្រយោជន៍នឹងទទួលចំណេះដឹងពីម្ហូបរបស់ខ្ញុំសូមជួយ like ជួយ share ខ្ញុំនឹងមានផលិតវីដេអូថ្មីៗទៀតជូនបងប្អូន